ទិដ្ឋភាពនៅខាងរាងកោថ្ងៃរៀបលិចទិដ្ឋភាពពីតាមដងស្ទឹងនៅខាងរាងក្រោលមុខរបរស្នូលគឺការនេសាទហើយមុខរបរវត្ថុផ្សំមានខាងកសិកម្មខាងបន្លែខាងស្រែខាងចំការបានមុខរបរវត្ថុផ្សំហើយបើមុខរបរស្នូលគឺនេសាទទៅនេះហើយភាពសត្វព្រៃលិចទឹកទឹកនេះមានបឹងធម្មជាតិដែលជាជំរកត្រីសម្រាប់ជាពលរដ្ឋទូទៅដកស្រាយជីវភាពបាទលើនៅតំបន់3តំបន់3ហ្នឹងបឹងហ្នឹងគេដកធំឲ្យឯកជនហើយមិនថាបៀនថាបឹងរដ្ឋាភិបាលដកអញ្ចឹងទៅហើយរដ្ឋាភិបាលប្រមាណឆ្នាំនេះទឹកស្កាត់អនុស័ក្តិខុសច្បាប់នេះគ្មានផល